មានសំណួរមួយដែលយើងទទួលបានពីអតិថិជនគាត់តែងសួរថាតើខ្លាញ់នៅក្នុងដងខ្លួនយើងកន្លែងណាដែលយើងអាចបូមបានតាក់ទងនឹងសំណួរនេះដែរខ្ញុំអាចនិយាយបានថាជាទូទៅការបូមខ្លាញ់ហ្នឹងយើងមិនអាចយកខ្លាញ់ចេញបានគ្រប់ទីកន្លែងនៅក្នុងខ្លួនយើងទាំងអស់បានទេនៅក្នុងខ្លួនយើងការបែងចែកខ្លាញ់យើងមានពីរតំបន់ទី1ដែលយើងហៅថាខ្លាញ់ខាងក្រៅជា external fat តែទូទៅខ្លាញ់ដែលលើទាំងនេះគឺវាស្ថិតនៅក្រោមស្បែករបស់យើងខ្លាញ់ដែលលើប្រភេទនេះហើយដែលយើងតែងតែធ្វើការបូមខ្លាញ់សម្រក់រាងមានការបូមយកខ្លាញ់ដែលលើនៅក្រោមស្បែកចំណែកឯខ្លាញ់មួយប្រភេទទៀតហ្នឹងគឺជាខ្លាញ់ដែលនៅផ្នែកខាងក្នុងមានន័យថាជាខ្លាញ់ដែលនៅព័ទ្ធជុំវិញសរីរាង្គគ្រឿងក្នុងរបស់យើងតែខ្លាញ់ទាំងនេះយើងអាចធ្វើការបូមយកចេញមកបានទេបើសិនជាអ្នកជំងឺគាត់ចង់ស្រកសម្រក់ខ្លាញ់ទាំងអស់នេះលុះត្រាតែគាត់ធ្វើរបបអាហារជាមួយនឹងការហាត់ប្រាណអញ្ចឹងបើសិនជាបងប្អូនចង់ដឹងច្បាស់ថាតើខ្លាញ់នៅក្នុងរាងកាយបងប្អូនតំបន់មួយណាដែលយើងអាចធ្វើការបូមចេញបានបងប្អូនអាចមកពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតជំនាញបាន